រឿងព្រះកល្យាណយត្តថេរៈប្រវត្តិរឿងរ៉ាវរបស់ព្រះរហន្តកេយ្តិស្របកល្យាណយត្តថេរៈដែលប្រណិពានលើផ្ទះខ្លាញ់ដ៏ក្តៅពុះកញ្ជ្រោលដោយការបញ្ជាឲ្យដុតដោយព្រះចៅក្រុងលង្កាប្របាទកល្យាណយត្តទេសៈនោះមានសេចក្តីពោលទុកក្នុងគម្ពីរមហាវង្សក្នុងបរិច្ឆេទទី22ដោយសង្ខេបប៉ុន្តែក្នុងគម្ពីររសវេហន័យក្នុងលង្កាទីពបត្តិកថាមានសម្ដែងយ៉ាងក្បោះក្បាយដូចនេះថាព្រះបាទកល្យាណយត្តទេសៈជាស្ដេចសោយរាជក្នុងរវាងពុទ្ធសករាជ237-238ទ្រង់មានព្រះអនុជព្រះនាមឧទយទេសៈដែលជាឧបរាជបានសិក្សាអក្សរនិងវិជ្ជាផ្សេងក្នុងសំណាក់ព្រះកល្យាណយត្តថេរៈព្រះអង្គម្ចាស់នេះបានសរសេរអក្សរដូចអក្សររបស់ព្រះថេរៈក្រោយមកព្រះអង្គម្ចាស់នេះមានចិត្តស្នេហាចំពោះនាងទេវីដែលជាមហេសីរបស់ព្រះបាទកល្យាណយត្តទេសៈទ្រង់បានជ្រាបដំណឹងហើយក៏បានដកហូតព្រះអនុជចេញពីតំណែងហើយបណ្ដេញចេញពីព្រះនគរក្នុងពេលក្រោយមកព្រះអនុជបានឲ្យអាមាត្យម្នាក់ក្លែងភេទជាភិក្ខុនាំយកព្រះរាជសារដែលរៀបរាប់ពីសេចក្តីស្រឡាញ់ផ្ញើថ្វាយអគ្គមហេសីនៅក្នុងព្រះបរមរាជវាំងព្រះកល្យាណយត្តថេរៈបាននិមន្តទៅឆាន់ក្នុងព្រះរាជនិវេសក៏ឃើញភិក្ខុដែលកំពុងរង់ចាំជិតព្រះរាជវាំងយល់ថាភិក្ខុរូបនេះប្រហែលជាស្ដេចមុនមកឲ្យចូលឆាន់ក្នុងព្រះរាជវាំងដែរក៏មិនបានសួរនាំអ្វីទេឯអ្នកខាងក្នុងព្រះរាជវាំងគិតថាព្រះភិក្ខុរូបនេះជាបច្ឆាសមណៈដែលនិមន្តមកជាមួយនឹងព្រះកល្យាណយត្តថេរៈការភិក្ខុផ្លំនោះឆាន់ផាត់តាហាហើយត្រូវក្រោកទៅវិញដឹងថាព្រះរាជាមិនបានយកចិត្តទុកដាក់ក្រឡេកមើលមកខាងខ្លួនក៏បោះសម្បត្តិស្នេហាដល់ព្រះអគ្គមហេសីពេលឮសំឡេងសម្បត្តិជុះភ្លាមព្រះរាជាងាកមកក៏ចាប់បានហើយអានសម្បត្តិឃើញសេចក្តីនោះក៏ខឹងក្រាតឡើងដោយគិតថានេះជាសម្បត្តិរបស់ព្រះថេរៈព្រោះអក្សរដូចជាអក្សររបស់ព្រះថេរៈបេះបិទណាស់ទើបបញ្ជាគេចាប់ព្រះថេរៈយកទៅបោះក្នុងផ្ទះខ្លាញ់ដែលកំពុងពុះពេលចាប់ព្រះថេរៈបោះទៅក្នុងផ្ទះខ្លាញ់ស្រាប់តែមានកែវឥន្ធនិលផុសឡើងមករងទទួលព្រះថេរៈពេលនោះព្រះថេរៈចម្រើនវិបស្សនាក៏បានសម្រេចជាព្រះអរហន្តការពិចារណាដល់កម្មចាស់របស់ខ្លួនលោកជ្រាបថាក្នុងអតីតកាលធ្លាប់កើតជាក្មេងឃ្វាលគោហើយបានចាប់សត្វកន្ទុំរុយមួយបោះចូលទៅក្នុងផ្ទះប្រេងដ៏ក្តៅការមិនអាចគេចផុតពីបាបកម្មនោះបានទើបពោលគាថាសរសើរព្រះរតនត្រ័យបង្រៀនពុទ្ធសាសនិកមិនឲ្យស្រវឹងប្រមាទមុននឹងបរិនិព្វានក្នុងទីនោះគាថានេះព្រះថេរៈពោលក្នុងផ្ទះខ្លាញ់ទើបមានឈ្មោះប្រកាសថាតេលកដាហគាថាគឺគាថាដែលពោលក្នុងផ្ទះខ្លាញ់ព្រះថេរៈក៏បរិនិព្វានក្នុងផ្ទះខ្លាញ់នោះទៅព្រះរាជាបានសម្លាប់ព្រះថេរៈរួមទាំងភិក្ខុផ្លុំហើយក៏ឲ្យគេយកសាកសពទៅបោះចោលក្នុងសមុទ្រផលបាបនោះធ្វើឲ្យទេវតារសាផែនដីដាក់ទោសស្រាប់តែទឹកសមុទ្រជោរឡើងកាន់តែខ្លាំងឡើងមិនឈប់ទើបស្ដេចកល្យាណយត្តទេសៈបានសួរពួកអាមាត្យហើយជៀបថាសមុទ្រពិរោធពេលនោះទ្រង់បានបញ្ជូនរាជបុត្រីមានព្រះនាមថាវិហារីឲ្យចុះទូកមាសទៅក្នុងសមុទ្រដោយអានុភាពនៃបុណ្យព្រះនាងទឹកសមុទ្រក៏ស្ងប់ឡើងវិញទូកបាននាំព្រះនាងទៅតាមស្ទឹងកល្យាណីរហូតដល់ដែនរហណជនបទពេលនោះពួកមនុស្សបាននាំទូកមាសនិងព្រះនាងយកទៅថ្វាយព្រះបាទកាកវណ្ណទេសៈហើយទ្រង់ក៏បានតែងតាំងព្រះនាងជាព្រះជាយាក្រោយមកព្រះនាងវិហារីទេវីនេះក៏បានប្រសូតរាជបុត្រដ៏សម្បូរដោយបុណ្យមួយអង្គគឺព្រះបាទទុដ្ឋគិមនីអភ័យឥទ្ធិពលតេលកដាហគាថាផ្សាយទៅកាន់ដែនដីខ្មែរសម័យបុរាណបណ្ដាគាថាទាំង100នៅក្នុងគម្ពីរតេលកដាហគាថាព្រះគាថា3ខាងដើមបានផ្សាយចូលដល់អាណាចក្រខ្មែរតាំងពីឆ្នាំ683នៃមហាសករាជដែលត្រូវនឹងឆ្នាំ761នៃគ្រិស្តសករាជមកម្លេះគាថាទី2ទី3និងទី4នៅក្នុងគម្ពីរនេះត្រូវបានចារឹកទុកលើផ្ទាំងសិលាជាអក្សរខ្មែរបុរាណនិងលាយឡំជាមួយនឹងភាសាខ្មែរបុរាណទៀតផងព្រះគាថាចំនួន3ដែលរៀបរាប់អំពីគុណនៃព្រះរតនត្រ័យត្រូវបានចារឹកទុកលើផ្ទាំងសិលាដោយព្រះមហាថេរៈព្រះនាមពុទ្ធសិរីដែលជាជនជាតិខ្មែរយើងសិលាចារឹកនេះធ្វើអំពីថ្មខ្សាច់ពណ៌ខៀវមានកម្ពស់ 1.77 ម៉ែត្រនិងទំហំកម្រាស់ 0.40 ម៉ែត្រ
គេបានយកពីទួលស្រះឈូកនឿនស្រះបួរក្នុងបរិវេណព្រះរតន៍ភូមិគោកពឹបស្រុកស្រីមហាពោធិ៍ខេត្តបស្ចឹមបុរីបច្ចុប្បន្ននៅប្រទេសថៃដែលជាអតីតទឹកដីខ្មែរយើងពីសម័យបុរាណបន្ទាត់ទី1បន្ទាត់ទី2និងបន្ទាត់ទី17ដល់បន្ទាត់ទី27នៃផ្ទាំងសិលាចារឹកនេះសរសេរជាភាសាខ្មែរចំណែកបន្ទាត់ទី4ដល់បន្ទាត់ទី16ជាភាសាបាលីគាថាទាំង3ជាភាសាបាលីមានទម្រង់ជាបទកំណាព្យឈ្មោះវសន្តតិលកាព្រឹត្តបើតាមគម្ពីរតេលកដាហគាថាបាលីច្បាប់ឆ័ត្រសង្កេយនាព្រះគាថានោះត្រូវបានគេសរសេរដូចនេះថាយោសពលលោកមហេតោករណាធិវាសោមោខាការោរវិកលំពរៈបណចន្ទោញេយោតថឹងសុវិពលੰសកលੰវិពុទ្ធោលោកតមੰនមថតាំងសេរសាមុនិន្ទាំងព្រះសម្ពុទ្ធអង្គណាដែលសត្វលោកទាំងឡាយគោរពបូជាប្រកបដោយករណាទីគុណទ្រង់ញ៉ាំងសត្វលោកឲ្យរួចចាកសង្សារវដ្តព្រះអង្គមានវង្សត្រកូលដ៏ល្អមានឧបមាដូចជាព្រះច័ន្ទពេញវង្សនាកណ្ដាលវេហាទ្រង់ជាច្បាស់នៅញាយធម៌ទាំងពួងដែលមានទំហំធំដូចជាមហាសាគរសូមអ្នកទាំងឡាយនមស្ការដោយសេរសាចំពោះព្រះមុនិន្ទដ៏ប្រសើរក្នុងលោកអង្គនោះសោបានមេលៈមមលੰតេតៈសាលយស្សៈសង្សារៈសាករៈសមុត្តរណាយៈសេតុងសព្ពាកតៃភយវិវិจิតខេមមកាំងធម្មងនមស្ថៈសទាមុនិនាបណៃតាំងសូមអ្នកទាំងឡាយនមស្ការសពការចំពោះព្រះធម៌ជាធម៌ដ៏ប្រសើរដែលត្រូវបានត្រាស់សម្ដែងហើយដោយព្រះមុនីជាចន្ទាដ៏ស្អាតស្អំនៃឋានសួគ៌ជាស្ពានសម្រាប់ឆ្លងសាគរគឺសង្សារវដ្តដែលជាមាគ៌ាដ៏ក្សេមអាចផុតចាកសេចក្តីភ័យខ្លាចទាំងឡាយបានតែយ៉ាងតតបមបយដ្ឋបសនចិត្តតាតថ្វានរាផលមូលារតរੰលផន្ទេតាំងសពទាតសពលេនបេសុបសដ្ឋังសង្ឃាននមស្ថៈសទាមិតបញ្ញខេតាំងសូមអ្នកទាំងឡាយនមស្ការសពការចំពោះព្រះសង្ឃដែលជាស្រែបុណ្យមានផលប្រមាណរាប់មិនបានព្រះសង្ឃទាំងនោះតែងធ្លាប់ត្រូវបានសរសើរហើយដោយព្រះទស្សពលគ្រប់កុបកាលនិងដែលពួកជនទាំងពួងមានចិត្តជ្រះថ្លាបានប្រគិនទេយ្យវត្ថុសំបីតិចតួចក៏តែងបានផលច្រើន